បើរនសុស្ដីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកការវិភាគតម្លៃហាងឆេងមាសប្រចាំថ្ងៃអង្គារទី3ខែមីនាឆ្នាំ2026យើងឃើញថាតម្លៃហាងឆេងមាសកាលពីថ្ងៃច័ន្ទម្សិលមិញគឺមានបំរែបំរួលខ្លាំងបាទបើផ្សារមកគឺដាច់ gap ទៅលើបាទឡើងដល់កម្រិតប្រមាណជា$5,419ក្នុងអោនហើយតមកក៏ធ្លាក់ចុះមកខ្លាំងវិញនៅពេលយប់គឺបានធ្លាក់ចុះដល់កម្រិត$5,260ក្នុងមួយអោនបាទអញ្ចឹងម្សិលមិញនេះបាទបងប្អូនបានជ្រាបហើយការកើនឡើងខ្លាំងនៃតម្លៃមាសបាទបើផ្សារលើកម្រិតបិទផ្សារកាលពីចុងសប្តាហ៍មុនហ្នឹងគឺដោយសារតែបាទការផ្ទុះអាវុធនៅក្នុងតំបន់មជ្ឈិមបូព៌ាសហរដ្ឋអាមេរិកហើយនិងអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់បាទហើយក៏មានការតបតត្រឡប់មកវិញហើយបើយើងគិតមកដល់ថ្ងៃនេះគឺជាថ្ងៃទី4ហើយសម្រាប់ការធ្លាក់ចុះនៃតម្លៃហាងឆេងមាសបាទគឺធ្លាក់ចុះដោយសារតែទី1គឺប្រាក់ដុល្លារឡើងថ្លៃខ្លាំងមូលបត្របំណុលបាទទិន្នផលក៏មានការកើនឡើងហើយមួយទៀតតកតងជាមួយនឹងបាទការលក់ចេញដើម្បីយកផលចំណេញឥឡូវយើងចូលទៅមើលហាងឆេងមាសរបស់យើងទាំងអស់គ្នានៅក្នុងថ្ងៃនេះតើមាសអាចនឹងមានបំរែបំរួលបែបណាបន្តអាចនឹងមានការស្ទុះងើបឡើងទៅលើបន្ថែមទៀតឬក៏អាចនឹងមានការធ្លាក់ចុះមកខាងក្រោមវិញហើយយើងទៅមើលតម្លៃសំខាន់ទាំងអស់គ្នាថាតើតម្លៃណាយើងគួរទិញតម្លៃណាយើងគួរលក់យកផលចំណេញមកវិញបាទអញ្ចឹងសម្រាប់មាសនៅក្នុងថ្ងៃនេះបាទខ្ញុំបានបែងចែកជាកម្រិតទាបនិងកម្រិតខ្ពស់បាទជាកម្រិតដែលយើងអាចធ្វើការធៀបទិញលក់បានកម្រិតទាបមាន3កម្រិតដែលទី1នៅ$5,250ក្នុងមួយអោនកម្រិតទាបទី2នៅ$5,175ក្នុងមួយអោនហើយនិងកម្រិតទាបទី3នៅ$5,090ក្នុងមួយអោនបាទសម្រាប់កម្រិតខ្ពស់ក៏មាន3កម្រិតដូចគ្នាបងប្អូនកម្រិតខ្ពស់ទី1នៅ$5,410ក្នុងមួយអោនកម្រិតខ្ពស់ទី2នៅ$5,492ក្នុងមួយអោនហើយនឹងកម្រិតខ្ពស់ទី3នៅ$5,566ក្នុងមួយអោន3កម្រិតនេះគឺជាកម្រិតដែលយើងអាចបិទយកផលចំណេញឬក៏ធៀបលក់ចោះមកខាងក្រោមវិញសម្រាប់ទិសដៅមាសនៅក្នុងព្រឹកនេះខ្ញុំមើលឃើញថានឹងមានការស្ទុះងើបឡើងទៅលើវិញដោយសារតែយុគមិញនេះទោះបីវាមានការធ្លាក់ចុះខ្លាំងជាង2%មកវិញក៏ដោយប៉ុន្តែបាទនៅពេលដែលបិទផ្សារគឺបាទបិទនៅកម្រិតខាងលើដែលបង្ហាញពីបាទការកើនឡើងជាង1%ដែរ 1.20% បាទអញ្ចឹងវានៅតែបង្ហាញពីកម្លាំងទិញខ្លាំងដដែលអញ្ចឹងបាទផឹកនេះនឹងបន្តឡើងហើយខ្ញុំក៏បានឲ្យទិញដែរមុននេះបាទអញ្ចឹងទិសដៅវាទៅ$5,410បើសិនជាឡើងដល់លើនឹងបងប្អូនអាចបិទយកផលចំណេញមកវគ្គសិនហើយបើសិនជាមានសញ្ញាលក់ចុះអាចធ្វើការលក់ចុះមកខាងក្រោមវិញបាទអញ្ចឹងវាអាចនឹងប្រែប្រួលក្នុងចន្លោះហ្នឹងប៉ុន្តែក្នុងករណីបើសិនជាវាបំបែកកម្រិត$5,410ទៅលើបាទទិសដៅបន្ទាប់គឺ$5,566ក្នុងអោននេះដោយសារតែមាសស្ថិតនៅក្នុងទំនោរកើនឡើងហើយកម្លាំងទិញឡើងច្រើនអញ្ចឹងសម្រាប់ការលក់ចុះខ្ញុំឲ្យបងប្អូនរៀងប្រុងប្រយ័ត្នបន្តិចបើអាចយើងរកកន្លែងទិញឡើងល្អជាងបាទរីត្រេះចុះយើងរកកន្លែងទិញឡើងហើយចំណុចខាងលើនេះបើសិនជាបំបែកកម្រិត$5,410បងប្អូនដែល trade អាចធ្វើការទិញឡើងបានដូចគ្នាសម្រាប់បងប្អូនដែលចង់កក់ហាងឆេងមាសណាកក់ហាងឆេងមាសគីឡូកក់អីអាចកក់ពីខាងក្រោមនឹងទៅបានបាទអូខេអញ្ចឹងសម្រាប់ក្នុងថ្ងៃនេះខ្ញុំសូមចែករំលែកជូនប៉ុណ្ណេះមានព័ត៌មានអីសំខាន់មានតម្លៃល្អក្នុងការចូលទីផ្សារខ្ញុំនឹងធ្វើការអាប់ដេតនៅក្នុងក្រុមរបស់យើងបន្ថែមទៀតបាទចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសូមអរគុណសូមគោរពលាបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ